I wake up to a little bit of drool on my pillow, feel like it's gonna be a bad day. Yeah, I'm tired of shit, and the coffee ain't hit yet, damn, ain't that great. I don't wanna go to work, cause my boss is a jerk, and I'm not even that paid. I need a change in my life. បងប្អូននេះគឺជា Volkswagen Golf GTI ស៊េរីឆ្នាំ 2025 ដែលជាប្រភេទរថយន្ត hatchback V4 performance ហើយរូបរាងរបស់វានេះគឺស្តៀងទៅនឹង Lexus CT 200A ជាពិសេសនេះគឺរូបរាងខាងក្រោយរបស់វានឹងតែម្ដងនិងវាបានបំពាក់មកជាមួយនឹងទ្វារ4កៅអី5ដែលជាប្រភេទកៅអី Sport ដាំដោយពាក្យថា GTI បំពាក់មកជាមួយនឹងប្រអប់លេខ 7 វគ្គអូតូម៉ាស៊ីន 2.0 លីត្រដែលផលិតកម្លាំងសេះបាន241 horsepower និងដំណើរការដល់ប៉ុង1គឺ front wheel drive បងប្អូន Volkswagen GTI ស៊េរីឆ្នាំ 2025 នេះវាបានបំពាក់មកជាមួយនឹងអំពូលភ្លើងគុជ LED សញ្ញោ LED LED daytime running line stop ក្រោយ LED auto high beam headline monitor មើលសំពីខ្យល់អេក្រង់ touch screen 12.9 inch smart key wireless charger Android Auto Apple CarPlay USB Type C speaker ចំនួន6គ្រាប់និងបំពាក់មកជាមួយនឹងរង្វង់កង់18 inch ហើយវាក៏បានបំពាក់មកជាមួយនឹងប្រព័ន្ធសុវត្ថិភាពដូចជាប្រព័ន្ធជួយដំណឹងពីការបុកប៉ះ lane keep assist ប្រព័ន្ធរក្សាកន្លងផ្លូវ emergency braking system ប្រព័ន្ធចាប់ប្រាំងបន្ទាន់ប្រព័ន្ធ ABS anti-lock braking system pre-collision safety system blind spot stability control cruise control head-up display parking sensor rear view camera dynamic road sign display និងមាន option មួយចំនួនទៀតផងដែរនិងពី0ទៅ100គីឡូម៉ែត្រគឺវាចាយពេលត្រឹមតែ 5.9 វិនាទីតែប៉ុណ្ណោះនិងកម្រិតស៊ីសាំងជាមធ្យមគឺ 7.3 លីត្រក្នុង100គីឡូម៉ែត្រហើយថតស្វីបបានរហូតដល់250គីឡូម៉ែត្រក្នុង1ម៉ោងសម្រាប់តម្លៃវិញគឺចាប់ពី $33,000 ជាងឡើងទៅគឺនៅក្រុមហ៊ុនការស្រុកមិនទាន់គិតពន្ធនាំចូលអញ្ចឹងបងប្អូនយល់យ៉ាងណាដែរសម្រាប់ Volkswagen Golf GTI ស៊េរីឆ្នាំ 2025 នេះអាចធ្វើការទម្លាក់ comment នៅខាងក្រោមវីដេអូនេះបានសូមអរគុណ But what you gonna do for it? How you gonna move for it? What you gonna be? And do you believe you can do anything? But what you gonna do for it? How you gonna move for it? What you gonna be?